ប៉ុន្តែដោយសារតែគាត់ប្រញាប់លុយអញ្ចឹងទៅគាត់ក៏សម្រេចចិត្តទាំងបខំណាបងប្អូនចង់លក់ដីនេះបន្ទាន់បងប្អូនគាត់លក់ធូរថ្លៃមែនទែនបងប្អូនធូរថ្លៃតម្លៃក្រោមទីផ្សារជំរាបសួរពុកម៉ែបងប្អូនដែលកំពុងតែតាមដាន page យីខ្លាទាំងអស់គ្នាបាទថ្ងៃនេះយីខ្លាមានកិត្តិយសណាស់សូមជម្រាបជូនពុកម៉ែបងប្អូនអំពីដីផ្ទះលំហែមួយកន្លែងដែលស្ថិតនៅក្នុងក្រុងសៀមរាបខេត្តសៀមរាបយើងណាបងប្អូនបាទដែលមានទំហំធំមែនទែនបងប្អូនគឺ31000ម៉ែត្រការ៉េបងប្អូនហើយដីនេះគឺថាស្អាតខ្លាំងរាបស្មើមានប្រព័ន្ធស្រោចស្រពមានផ្ទះលំហែមាននិយាយទៅគឺការរៀបចំគឺដូចសួនត្មងបងប្អូនណាបាទហើយបងប្អូនមើលចុះនេះដំណាំហូបផ្លែគ្រប់សពបែបយ៉ាងបងប្អូនមាននិយាយទៅគឺថាស្អាតឲ្យ10លើ10ចំពោះការរៀបចំរបស់គាត់អញ្ចឹងណាបងប្អូនដីនេះគឺថាម្ចាស់ផ្ទះគាត់ទុកសម្រាប់លំហែពេលគាត់ចាស់ទៅអញ្ចឹងណាបងប្អូនប៉ុន្តែដោយសារតែគាត់ប្រញាប់លុយអញ្ចឹងទៅគាត់ក៏សម្រេចចិត្តទាំងបខំណាបងប្អូនចង់លក់ដីនេះបន្ទាន់បងប្អូនគាត់លក់ធូរថ្លៃមែនទែនបងប្អូនធូរថ្លៃតម្លៃក្រោមទីផ្សារហើយដីនេះបងប្អូនជិះតែ800ម៉ែត្រពីផ្លូវកស៊ូណាបងប្អូនហើយនៅសង្កាត់កបីរៀលយើងហ្នឹងបងប្អូននិយាយពីថាគាត់ឧស្សាហ៍មែនទែនមានការដាំដំណាំដាំដុះផ្លែឈើស្វាយខ្នុរក្រូចឆ្មាតបែកនិយាយទៅមកចប់បងប្អូនហើយមានមួយសេតសម្រាប់បងប្អូនដែលចូលចិត្តដីធំចង់ធ្វើរីសតឬក៏ចង់ធ្វើផ្ទះលំហែអីចឹងណាបងប្អូនដីទួលដីខ្ពស់ស្រេចផ្ទះលំហែហ្នឹងក៏មានបំពាក់ដោយម៉ាស៊ីនត្រជាក់មានបន្ទប់ធំទូលាយនិយាយទៅគឺថាមួយសេតមកអេមសេមត្មងបងប្អូនបើសិនបងប្អូនទិញទៅគឺថាគ្រាន់តែរៀបចំបន្តិចបន្តួចទៅក៏ហើយត្មងហើយកន្លែងស្រឡះហើយនៅជុំវិញហ្នឹងបងប្អូនសិតតែផ្ទះគេធ្វើផ្ទះល្វែងវិឡាអីចឹងណាហើយវាលស្រែពេលខែវស្សាចេះឡើងនិយាយពីថាខៀវខ្ចីស្រស់ស្អាតហើយសម្រាប់ផ្លូវបងប្អូនផ្លូវនេះគេកំពុងតែមានកម្រងធ្វើឲ្យបងប្អូនគេធ្វើ15ម៉ែត្រចឹងណាបងប្អូនសម្រាប់បងប្អូនដែលមានលទ្ធភាពអាចទិញទាំងមូលក៏បានសម្រាប់បងប្អូនដែលមិនចង់បានទាំងមូលចង់បានតែមួយកំណាត់ក៏បានដែរបងប្អូនជាពិសេសបើចាប់អារម្មណ៍ដីនេះបងប្អូនកុំភ្លេច call ឬក៏តាក់ទងមកខ្ញុំតាមលេខទូរស័ព្ទដែលខ្ញុំដាក់នៅលើ caption អញ្ចឹងណាបងប្អូនអញ្ចឹងអរគុណច្រើនបងប្អូនជូនពរបងប្អូនហេងសំណាងល្អនេះគ្រាន់តែបន្ទប់ទឹកបងប្អូននេះ2 3ជាន់ហ្នឹងហើយស្រស់ស្រាយមែនទែនបងប្អូនហើយបានមកលេងដីចកាបងប្រុសហ្នឹងហើយគាត់ប្រកាសលក់ដីលក់អីចឹងណាបងប្អូនហើយក៏មកមើលផ្ទាល់បងប្អូនហើយនិយាយពីថាទិដ្ឋភាពនិយាយពីស្អាតដូចសួនគេអញ្ចឹងហ្មងណាបងប្អូនប៉ុន្តែគាត់មិនមែនសាងសង់ទាំងអស់នេះដើម្បីធ្វើសួនធ្វើអីទេបងប្អូនគាត់សម្រាប់លំហែឬក៏ស្នាក់នៅពេលគាត់ចាស់ទៅអញ្ចឹងណាបងប្អូន